មុនយើងដាក់ខ្សែពៀនយើងត្រូវបើករមណីរបស់វាដើម្បីកុំឲ្យក្បាលលាងរបស់យើងតឹងពេកបាទយើងបើកបែបនេះបាទយើងដាក់បែបនេះយើងទុកនេះបន្តិចហើយយើងទាញក្បាលម៉ាស៊ីនវាមកចូលហើយបែបនេះបាទក្រុមជំនួយស៊ូម៉ែបងប្អូននេះខ្ញុំមកបង្ហាញពីរបៀបតឡើងឈុតម៉ាស៊ីនបាញ់ថ្នាំជាមួយនឹងក្បាលលាងម៉ាក់ Spider របស់យើងបាទជាដំបូងយើងលើកម៉ាស៊ីនដាក់មកលើជើងយើងមកបាទយើងមើលថាវាត្រូវខ្ចៅអស់នៅហើយយើងចាប់ខ្ចៅចូលយើងសកខ្ចៅចូលហើយយើងយកកាសមួយទ្រាប់បាទនេះយើងរឹតពុំទាន់អាចតឹងយើងត្រូវសេរីម៉ាស៊ីនឲ្យវាត្រង់សិនតាមតទៅយើងចាប់ខ្សែហើយយើងត្រូវសេរីក្បាលម៉ាស៊ីនដើម្បីវាស្មើនេះក្បាលម៉ាស៊ីនយើងស្មើហើយយើងប្រើកុងសោលេខ12ដើម្បីរឹតវាបាទហើយយើងរឹតខាងនេះវិញម្ដងបាទហើយជាការស្រេចបន្ទាប់ពីយើងចាប់ក្បាលម៉ាស៊ីនចូលឲ្យត្រង់ហើយយើងលើកក្បាលលាងម៉ាក់ Spider របស់យើងមកយើងដាក់ចូលវាហើយចាប់ខ្សែវាចូលខ្សែវាមាន4គ្រាប់ប្រហែលបងប្អូនបាទខ្សែនេះយើងដាក់ពីលើហើយខ្សែនេះដាក់ពីក្រោមខ្សែនេះវាមានធ្មេញងាយស្រួលក្នុងការរឹតហើយខ្សែនេះយើងចាប់គុំតន់ឲ្យវាតឹងដើម្បីងាយស្រួលនៅក្នុងការយើងសេរីដើម្បីឲ្យក្បាលម៉ាស៊ីននិងក្បាលលាងវាត្រង់កុំឲ្យកាច់ខ្សែពៀនបាទបន្ទាប់ពីយើងចាប់ក្បាលលាងចូលហើយយើងនេះបលីរបស់យើងចាប់ចូលម៉ាស៊ីនរបស់យើងបាទដាក់ចូលយើងសេរីបលីរបស់យើងឲ្យត្រូវរត់នេះដើម្បីដាក់ក្បាលវ៉ែតបាទយើងសេរីមើលវាបាទប៉ុណ្ណេះជាការស្នែកហើយយើងដំខ្លាំងវ៉ែតវាចូលបន្តិចដើម្បីកុំឲ្យវាលាងបាទនេះជាប្រឡងដើម្បីចាប់កុំឲ្យវាធូរបាទនៅក្នុងបលីរបស់យើងវាមានរន្ធមួយដើម្បីចាប់ប្រឡងដើម្បីកុំឲ្យវាធូររឹតវាតឹងមកហើយមកយើងចាប់បលីរបស់ក្បាលលាងម្ដងបាទនេះគឺជាបលីរបស់ក្បាលលាងម៉ាក់ Spider របស់យើងមើលបងប្អូនយើងដាក់ដូចគ្នាយើងគ្រាន់តែសេរីរុនឲ្យវាត្រូវគ្នាមកហើយយើងដាក់ក្បាលវ៉ែវាចូលបាទហើយកាសនេះគឺជាកាសធំរបស់យើងហើយនេះកាសតូចយើងត្រូវដាក់វាពីក្នុងបាទចំពោះខ្សៅរបស់វាយើងរឹតកុំជាមួយកុងសោលេខ14បាទដល់ពីតាំងបាទនេះយើងសេរីក្បាលលាងហើយនឹងក្បាលម៉ាស៊ីនរបស់យើងឲ្យត្រង់បើម៉ែយកទៅដំឡើងបងប្អូនអត់មានម៉ែទឹកយើងអាចយកដៃឬក៏យកឈើត្រង់មួយវាស់វាក៏បានដែរបងប្អូនបាទរបៀបវាស់យើងវាស់ពីបលីរបស់ក្បាលម៉ាស៊ីនទៅយើងចាប់ធ្វើម៉េចឲ្យបលីនេះស្មើហើយចាំយើងសេរីបលីរបស់ក្បាលលាងយើងតាមរយបាទបន្ទាប់ពីត្រង់ហើយយើងរឹតជើងរបស់ក្បាលលាងចូលបាទដឹកវាតឹងខាងនេះក៏ដូចគ្នាតាមតទៅយើងរឹតតឹងហើយនេះគឺជាខ្សែពៀនរបស់យើងខ្សែពៀនរបស់យើងប្រើម៉ាក A40 បាទ
យើងដាក់មុនយើងដាក់ខ្សែពេនយើងត្រូវបើករំនៃរបស់វាដើម្បីកុំឲ្យក្បាលលាងរបស់យើងតឹងពេកបាទយើងបើកបែបនេះហើយយើងដាក់ខ្សែពេនចូលបាទយើងដាក់បែបនេះយើងទុកនេះបន្តិចហើយយើងទាញក្បាលម៉ាស៊ីននេះមកចូលហើយបែបនេះបាទហើយចំណែកខ្សែពេននេះមួយទៀតយើងសូខាងនេះយើងដាក់ចូលមកពូលីខាងនេះបាទយើងរួចវាទៅមុខបន្តិចហើយយើងត្រាក់ម៉ាស៊ីនមកបាទហើយបាទនេះគឺជាឈុតម៉ាស៊ីនបាញ់ថ្នាំម៉ាក Spider ដែលខ្ញុំបានដំឡើងហើយបាទសម្រាប់ពុកម៉ែបងប្អូនដែលចង់ដំឡើងដោយខ្លួនឯងអាចមើលវីដេអូនេះបានបាទសូមអរគុណ